Everybody said don't go to Stung Treng because there's only Khmer Rouge and malaria. That was the sort of reputation of Stung Treng at that time. And actually there was no Christians in the province when we first went there. We've been partners since MMC first started in its first location in Phnom Penh. We've established good relationships, personal relationships with the expatriate staff and also with the Cambodian staff. We've managed to send several of our church members to work at MMC. And so we're happy to work with MMC, happy to be able to supply some quality people. ខ្ញុំឈ្មោះរដ្ឋាហើយតួនាទីខ្ញុំរាល់ថ្ងៃគឺបម្រើការងារនៅមន្ទីរពេទ្យមេត្តាកណ្ណាផ្នែកគ្រូពេទ្យប្រចាំគ្រួសារហើយខ្ញុំចាប់ផ្ដើមស្គាល់លោកគ្រូហ្វីលីបប្រហែលជាខ្ញុំនៅកំឡុងអាយុ11ឆ្នាំហើយឆ្នាំ2003ខ្ញុំចាប់ផ្ដើមទទួលជឿព្រះអង្គ I do remember going up to his house. They invited me to supper one evening with the whole family and really we just have continued the relationship since that time. ពេលដែលយើងត្រឡប់ទៅលេងខេត្តវិញយើងតែងតែលើថាការដែលព្យាបាលនៅទីនោះអត់បានសមត្រូវឬក៏សមស្របទេភាគច្រើននៅជំងឺនៅទីនោះគេបានត្រឡប់មកដើម្បីយកសេវាកម្មព្យាបាលនៅភ្នំពេញអញ្ចឹងវាធ្វើឲ្យប៉ះចិត្តខ្ញុំដែរថាហេតុអីបានពេទ្យខេត្តមួយទាំងមូលគ្រូអ្នកជំងឺត្រូវឡើងមកភ្នំពេញទទួលការព្យាបាលអញ្ចឹងក៏សម្រេចចិត្តថារៀនពេទ្យឲ្យចប់ហើយត្រឡប់ទៅស្ទឹងត្រែងវិញជាដំបូងមានគម្រោងក្នុងការដែល set up ជា small cabinet ព្រោះតាមជាក់ស្ដែងអ្វីដែលយើងអាចមើលឃើញនៅឯស្ទឹងត្រែងអំពីការដែលព្យាបាលពេលខ្លះវាអត់សមប្រកបសម្រាប់អ្នកជំងឺនៅទីនោះទាំងគុណភាពឬក៏សេវាក្តីខ្ញុំរៀនបាននៅឯមន្ទីរពេទ្យមេត្តាកណ្ណាដែរអំពីការដែលគាត់ព្យាយាមចែកឬក៏ផ្សាយដំណឹងល្អតាមរយៈទីតាំងដែលគាត់អង្គុយចាំគ្រូពេទ្យបើសិនបើថ្ងៃមុខយើងនឹងអាចមានកន្លែងអង្គុយចាំហើយយើងអាចនឹងមានជាវីដេអូខ្លីសម្រាប់ការដែលគាត់ចែកចាយព្រះបន្ទូលឬក៏ខ្ញុំនឹងសហការជាមួយនឹងក្រុមជំនុំនៅឯស្ទឹងត្រែងដែលអាចផ្សាយដំណឹងល្អឬក៏ការចែករំលែកនៅបទពិសោធន៍អ្នកដែលគាត់អត់បានជឿព្រះអង្គឲ្យគាត់បានស្ដាប់និងយល់អំពីតើអ្វីទៅជាព្រះយេស៊ូវគ្រីស្ទអ្វីមួយដែលធ្វើឲ្យទាំងខ្ញុំទាំងគ្រួសារខ្ញុំពេញចិត្តគឺឃើញថាគាត់3នាក់ជាមនុស្សដែលស្រឡាញ់ព្រះផងមានសក្តានុពលជាខ្លាំងផងហើយចរិតល្អទាំង3នាក់អញ្ចឹងក្នុងការដែលយើងមានឱកាសនឹងជួយការរៀនសូត្រនៅភ្នំពេញផងហើយក្នុងការត្រឡប់ទៅវិញផងនេះជាអ្វីមួយដែលធ្វើឲ្យយើងពេញចិត្តបើសិនជាប្រធានម្នាក់ឯង3នាក់ត្រឡប់ទៅស្ទឹងត្រែងវិញជាការល្អដែរសម្រាប់យើងព្រោះយើងត្រូវការមនុស្សដែលចង់ជួយអ្នកដទៃទៀតផងហើយចង់បម្រើការងារនៅក្នុងក្រុមជំនុំផងខ្ញុំគិតថាវាជាការអស្ចារ្យពីព្រះអង្គដែរសម្រាប់ក្រុមគ្រួសារខ្ញុំដែលបានស្គាល់ពូហើយការរៀនពេទ្យខ្ញុំគិតថាវាជាផែនការព្រះអង្គច្រើនជាងដោយគំនិតខ្លួនឯងអរគុណសម្រាប់យើងទៅកាន់ព្រះអង្គហើយក៏ទៅកាន់ពូដែរជាពេលមួយដែលគិតថាវាជាដល់ពេលហើយដែលត្រូវត្រឡប់ទៅវិញហើយក៏សង្ឃឹមថាអាចជួយផ្នែកខ្លះនៅក្នុងវិហារដែរអូខេសង្ឃឹមដូចគ្នាដែរ